កម្មវិធីបន់សម្ពោធឆ្លងបណ្ណាល័យពុទ្ធាពិស័យនិងមហាសង្ឃទានលើកទី2ប្រគេនចង្ហាន់ដល់ព្រះសង្ឃ 1000 អង្គដើម្បីឧទ្ទិសកុសលផលបុណ្យថ្វាយប្រគេនវិទ្យុវិញ្ញាណក្ខន្ធសម្ដេចព្រះសង្ឃរាជជួនណាតក្រុមជំនុំបត្រៃបេដកអ្នកប្រាជ្ញខ្មែរដែលបានពលីជីវិតនៅក្នុងបុព្វហេតុជាតិនិងសាសនានៃព្រះរាជាណាចក្រកម្ពុជាហើយក្នុងកម្មវិធីនេះគឺដោយស្មារតីយល់ឃើញថាការកសាងនៃបណ្ណាល័យគឺជាមូលដ្ឋានបណ្ដុះនៃធនធានមនុស្សនៃធនធានមនុស្សពីព្រោះកាលណាបើសង្គមយើងបរិបូរណ៍ទៅដោយអ្នកចេះដឹងសង្គមយើងបរិបូរណ៍ទៅដោយប្រជាពលរដ្ឋដែលមានចំណេះចេះដឹងខ្ពស់ពេលនោះឯងគឺប្រទេសជាតិនិងសង្គមរបស់យើងគឺថាមានភាពរីកចម្រើនជាលំដាប់ចឹងហើយបានខ្ញុំកណាអាត្មាបានជំរុញในការលើកទឹកចិត្តជាមួយលោកគ្រូនាយកសាលាអីទាំងអស់មានការចូលរួមដើម្បីបង្កើតជាបណ្ណាល័យនេះមិនមែនសម្រាប់តម្កល់តែសិភៅក្មេងទេមានសិភៅធម៌និងពុទ្ធវចនៈជាបន្តទៅទៀតដែលខ្ញុំកណាអាត្មាភាពនឹងត្រូវមានសិភៅនៅក្នុងបណ្ណាល័យនេះយ៉ាងហោចណាស់ពី 5000 ក្បាលទៅ 6000 ក្បាលទៅទៀតហើយបណ្ណាល័យនេះគឺអាចអានគ្រប់គ្នាញោមទាំងប្រសក់ទាំងប្រសង់ទាំងគ្រូអ្នកគ្រូប្រជាពលរដ្ឋនៅក្នុងភូមិហ្នឹងក៏តនេមកអានមកសិក្សាបានហើយនៅក្នុងកម្មវិធីបុណ្យនេះទៀតសោតដោយភ្ជាប់ជាមួយនឹងមហាសង្ឃទានខ្ញុំកណាអាត្មានឹកឃើញតែធ្វើបុណ្យចម្រើនពរញោមជំទាវថាអត់ដែលធ្វើកម្មវិធីនៅស្រុកកំណើតសោះតាំងពីបួសមកហើយឥឡូវបានកសាងសមិទ្ធផលរួមជាមួយនឹងពុទ្ធបរិស័ទនឹងបានធ្វើបុណ្យនៅស្រុកកំណើតនេះគឺភ្ជាប់ជាមួយនឹងការប្រគេនចង្ហាន់ព្រះសង្ឃ 1000 អង្គកម្មវិធីនេះយើងជួយបានទាំងកុហកសិស្សសាលានិងជួយបានទាំងព្រះសង្ឃព្រះសង្ឃបានបច្ច័យសិក្សារៀនសូត្របានចង្ហាន់ទទួលផាត់បានបុណ្យបានកុសលដល់ញាតិញោមជាកិច្ចចុងក្រោយខ្ញុំប្រកាសណាសូមថ្លែងអំណរអគុណជួសមុខឲ្យលោកគ្រូអ្នកគ្រូលោកនាយកសាលាលោកមេឃុំក៏ដូចជាមេភូមិប្រជាពុទ្ធបរិស័ទនៅមូលដ្ឋានភូមិតាពាំងស្រែស្រុកមេសាងខេត្តព្រៃវែងនេះសូមថ្លែងអំណរអគុណដល់ពុទ្ធបរិស័ទយើងដែលបានចូលរួមកសាងនៅក្នុងសមិទ្ធផលមានបណ្ណាល័យក៏ដូចជារូបព្រះស្ដូបអ្នកប្រាជ្ញខ្មែរនេះដែលមានបច្ច័យសរុប57 លាន57 លានសរុបជាបច្ច័យណាប៉ុណ្ណាកិច្ចចុងក្រោយនេះសូមប្រគេនពរថ្វាយពរដល់ពុទ្ធបរិស័ទនៅទាំងអស់ដែលបានចូលរួមសូមជួបប្រទះនៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីអខានឡើយគ្រប់គ្នាសូមអនុមោទនា